សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីជាមួយនឹងការសិក្សាលើកម្មវិធី Excel អូខេអញ្ចឹងកុំឲ្យខានពេលយូរយើងនឹងចូលទៅកាន់មេរៀនរបស់យើងអរគ្នាអ្នកនេះអាចធ្វើការបើកកម្មវិធី Excel មកហើយបន្តទៀតអ្នកនេះអាចធ្វើការវាបំពេញទៅតាមទម្រង់មេរៀនដែលខ្ញុំបានបង្ហាញនៅខាងលើនេះអូខេហើយបន្ទាប់ពីអ្នកនេះវាបំពេញហើយចាំធ្វើការគណនាទៅតាមអ្វីដែលខ្ញុំបានណែនាំអូខេអញ្ចឹងនៅថ្ងៃនេះគឺជាសិក្សាទៅលើការប្រើប្រាស់នៅរូបមន្ត sum if អញ្ចឹងរូបមន្ត sum if គឺគេប្រើវាដើម្បីធ្វើការបូកសរុបទិន្នន័យទៅតាមប្រភេទឈ្មោះនីមួយៗមិនថាជាមុខទំនិញឬក៏មិនថាជាអ្វីទេដែលមានឈ្មោះដដែលនៅក្នុងវិធីធំហ្នឹងហើយវាមានចំនួនឬក៏វាមានតម្លៃនេះខុសគ្នាអញ្ចឹងយើងអាចធ្វើការបូកបញ្ចូលគ្នាបានអញ្ចឹងយើងទៅចាប់ដើមសិក្សាទាំងអស់គ្នាទី1អ្នកគ្នាវាយស្មើឲ្យ sum if បើកពងកញ្ចក់មកដល់មកទៀតកន្លែង rank នេះគឺសំដៅទៅលើការ select ទៅលើឈ្មោះទាំងអស់បាទបន្ទាប់ពីយើង select ទៅលើឈ្មោះទាំងអស់ហើយអ្នកគ្នាត្រូវការ អូសចុះក្រោមមែនទេអញ្ចឹងយើងត្រូវការប្រើ F4 មួយដើម្បី lock cell នេះកុំឲ្យវារត់ចុះក្រោមបើសិនជាយើងអត់ lock cell ទេពេលដែលយើងអូសទៅវានឹងធ្លាក់ចុះក្រោមហើយអញ្ចឹងវានេះទៅគឺខុសហើយអញ្ចឹងតោះមកយើងបេះselect នៅកន្លែងឈ្មោះនេះអូខេតទៅទៀតយើងបេះមួយទៀតកន្លែងឈ្មោះនេះគឺយើងនៅក្នុងជីទូយើងអត់ចាំបាច់ធ្វើការជា F4 ទេដោយសារយើងត្រូវការ outfit ឲ្យវាធ្លាក់ទៅតាមឈ្មោះមួយហើយបន្តមកទៀតគឺយើងធ្វើការ select នៅខាងលើនេះកន្លែង sum rank អូខេអញ្ចឹងយើង select នៅទិន្នន័យទាំងអស់ហើយយើង F4 មួយដែរណា F4 មួយទៀតអញ្ចឹងបន្ទាប់យើង F4 ហើយយើង enter ចូលបន្តមកទៀតយើងធ្វើការ switch ចុះក្រោមនេះគឺជាតម្លៃសរុបនៃឈ្មោះនីមួយៗអញ្ចឹងគេហៅថាម៉ៅនៅខាងលើនេះគឺវាមាន20ហើយតែនៅខាងក្រោមនោះវាមានម៉ៅមួយទៀតអញ្ចឹងណាហើយម៉ៅទៀតនៅកន្លែងនេះអូខេអញ្ចឹងមាន5អញ្ចឹង20បូកនឹង5គឺ25ត្រូវហើយអញ្ចឹងវាសរុបចូលនៅក្នុងកន្លែងនេះតែមួយអូខេអញ្ចឹងវីដេអូនេះយើងមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់បងប្អូនអាចធ្វើការ comment នៅខាងក្រោមវីដេអូបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ